ហេតុអ្វីបានជាមហាអំណាចពិភពលោកមិនព្រមឲ្យនរណាម្នាក់ចូលទៅក្បែរតំបន់ខ្លះនៃទ្វីបអង់តាក់ទិកនៅក្នុងសតវត្សទី21នេះមនុស្សភាគច្រើននៅតែយល់ច្រឡំថាអង់តាក់ទិកគ្រាន់តែជាវាលទឹកកកដ៏រងាមួយក៏ប៉ុន្តែការពិតអ្នកដែលមិនទាន់ដឹងនៅក្រោមស្រទាប់ទឹកកម្រាស់5គីឡូម៉ែត្រនោះវាគឺជាពិភពដ៏អាថ៌កំបាំងមួយផ្សេងទៀតវាមានទាំងភ្នំភ្លើងដែលកំពុងតែឆេះក្តៅងំជ្រលងភ្នំជ្រៅជាងគេបំផុតនៅលើផែនដីនិងអាងប្រេងមហាសាលដែលមានតម្លៃរហូតដល់44 trillion ដុល្លារថ្ងៃនេះ Channel អ្នករៀនសូត្រនឹងនាំអ្នកទៅបកកកាយរឿងអាថ៌កំបាំងដែលពិភពលោកលាក់បាំងអ្នកអស់រយៈពេលរាប់រយឆ្នាំកុំប្រព្រឹត្តភ្នែកឲ្យសោះព្រោះអ្វីដែលអ្នកនឹងឃើញបន្ទាប់ទៀតនេះនឹងធ្វើឲ្យអ្នកផ្លាស់ប្ដូរការគិតលើភពផែនដីនេះជារៀងរហូតមុននឹងយើងចុះទៅក្រោមបាតទឹកកកដ៏ជ្រៅមួយនេះសូមចំណាយពេល1វិនាទីចុច Subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីក្លាយទៅជាសមាជិកនៃក្រុមគ្រួសារមនុស្សស្មោះប្រចាំប្រទេសកម្ពុជាយើងតែងតែឃើញទ្វីបអង់តាក់ទិកនៅលើផែនទីជាលក្ខណៈ 2D ជាបន្ទះពណ៌សវែងអន្លាយនៅបាតផែនដីដែលមើលទៅដូចជាគ្មានរូបរាងច្បាស់លាស់ក៏ប៉ុន្តែនេះគឺជាការយល់ច្រឡំមួយដ៏ធំតាមការពិតទៅទ្វីបអង់តាក់ទិកគឺជាទ្វីបដែលធំជាងគេលំដាប់ថ្នាក់ទី5នៅលើពិភពលោកវាធំជាងទ្វីបអូស្ត្រាលីនិងធំជាងទ្វីបអឺរ៉ុបទាំងមូលទៅទៀតបងប្អូនសាកស្រមៃមើលបើយើងលើកយកទ្វីបអង់តាក់ទិកមកដាក់នៅលើទ្វីបអាមេរិកខាងជើងវានឹងគ្របដណ្ដប់លើរដ្ឋទាំង48របស់សហរដ្ឋអាមេរិកស្ទើរតែទាំងស្រុងប្រវែងពីចុងម្ខាងទៅចុងម្ខាងទៀតនៃទ្វីបនេះគឺស្មើនឹងចម្ងាយពីប្រទេសកាណាដារហូតដល់ប្រទេសមិចស៊ិកឯណោះវាគឺជាវាលខ្សាច់ទឹកកកដ៏ធំធេងដែលឯកាបំផុតនៅទីនោះនៅក្នុងរដូវរងាដ៏វែងអន្លាយព្រះអាទិត្យនឹងមិនរះឡើយនៅក្នុងរយៈពេលរាប់ខែសីតុណ្ហភាពធ្លាក់ចុះទៅដល់ដក34អង្សាសេជាមធ្យមហើយកន្លែងខ្លះអាចធ្លាក់ទៅដល់ដក62អង្សាសេដែលធ្វើឲ្យស្បែករបស់អ្នកអាចកកបាននៅក្នុងរយៈពេលតែប៉ុន្មាននាទីតែប៉ុណ្ណោះតែហេតុអ្វីបានជាមនុស្សមិនអាចទៅដល់ទ្វីបអង់តាក់ទិកបានងាយៗចម្លើយគឺដោយសារតែ Drake Passageវាគឺជាច្រកសមុទ្រដែលតភ្ជាប់សមុទ្រអាត្លង់ទិកនិងប៉ាស៊ីហ្វិកនៅទីនោះមិនមានដីគោកណាមករារាំងខ្យល់និងចរន្តទឹកឡើយដែលធ្វើឲ្យខ្យល់បក់កាន់តែខ្លាំងទៅវិលជុំវិញពិភពលោកលទ្ធផលគឺជារលកយក្សដែលមានកម្ពស់រហូតដល់20ម៉ែត្រដែលស្មើនឹងអគារ6ជាន់វាគឺជាកន្លែងដែលកប៉ាល់ទំនើបបំផុតក៏ត្រូវញាប់ញ័រដែរនេះហើយគឺជាមូលហេតុដែលមនុស្សជាតិទើបតែបានរកឃើញទ្វីបនេះជាលើកដំបូងនៅក្នុងឆ្នាំ1820តាមរយៈកប៉ាល់របស់រុស្ស៊ីអ្នកប្រហែលជាគិតថាទឹកកកគ្រាន់តែជាស្រទាប់ដែលគ្របពីលើដីក៏ប៉ុន្តែនៅអង់តាក់ទិកទឹកកកគឺជាអគារយក្សកម្រាស់មធ្យមនៃទឹកកកគឺ2គីឡូម៉ែត្រប៉ុន្តែកន្លែងដែលក្រាស់បំផុតគឺទៅដល់5គីឡូម៉ែត្រសាកគិតមើលទៅបើយើងយកអគារ Burj Khalifa ដែលខ្ពស់ជាងគេនៅលើពិភពលោកចំនួន6អគារមកបន្ទប់លើគ្នាទើបស្មើនឹងកម្រាស់ទឹកកកនេះអាចកំបាំងដ៏ធំបំផុតគឺយើងស្គាល់ផ្ទៃមុខរបស់ភពអង្គារច្បាស់ជាងយើងស្គាល់អ្វីដែលនៅក្រោមទឹកកកនៃទ្វីបអង់តាក់ទិកទៅទៀតដោយសារតែទឹកកកក្រាស់ពេកយើងមិនអាចខួងមើលបានគ្រប់កន្លែងឡើយអ្នកវិទ្យាសាស្ត្រត្រូវប្រើបច្ចេកវិទ្យា Radio Echo Sounding ការបាញ់រលកធាតុអាកាសចុះទៅក្រោមដើម្បីមើលរូបរាងដីនៅខាងក្រោមអ្វីដែលពួកគេបានរកឃើញគឺពិតជាធ្វើឲ្យគ្រប់គ្នាស្រឡាញ់កាំងនៅខាងក្រោមទឹកដ៏រងានេះមានភ្នំភ្លើងដ៏សកម្មមួយមានឈ្មោះថា Mount Erebus វាគឺជាភ្នំភ្លើងដែលនៅភាគខាងត្បូងបំផុតនៃផែនដីអ្វីដែលអស្ចារ្យបំផុតនោះគឺចំហាយទឹកក្តៅដែលចេញពីភ្នំភ្លើងហ្នឹងគឺបានធ្វើឲ្យទឹកកករលាយនិងបង្កើតបានចេញជារូងធំៗនៅខាងក្រោមនៅក្នុងរូងធំៗទាំងនេះវាមានសីតុណ្ហភាពដែលអាចឡើងរហូតដល់25អង្សាសេបើទោះបីជាខាងលើមានព្យុះទឹកកកក៏ប៉ុន្តែខាងក្រោមបែរជាមានភ្នំភ្លើងទៅវិញនៅក្នុងឆ្នាំ2017អ្នកវិទ្យាសាស្ត្រក៏បានយកសំណាក់ពីរូងធំទាំងនេះមកពិនិត្យដោយពួកគេបានរកឃើញ DNA របស់សារពាង្គកាយដែលមិនស្គាល់អត្តសញ្ញាណវាមានលក្ខណៈស្រដៀងនឹងសត្វពីងពាងឬក៏ខ្យាដំរីសមុទ្រដែលនេះមានន័យថាមានពិភពលោកទី2ដែលកំពុងតែរស់នៅយ៉ាងស្ងៀមស្ងាត់ក្រោមទឹកកកដែលមិនត្រូវការកម្ដៅព្រះអាទិត្យតែមិនត្រឹមតែភ្នំភ្លើងនោះទេនៅមានទឹកកកមានជ្រលងភ្នំដែលជ្រៅបំផុតនៅលើគោកដែលគេហៅថា Denman Glacier Canyon ដែលជ្រៅរហូតដល់ 3.5 គីឡូម៉ែត្រក្រោមនីវ៉ូទឹកសមុទ្រវាជ្រៅជាង Grand Canyon នៅអាមេរិករហូតដល់ 8 ដងក៏ប៉ុន្តែអ្វីដែលគួរឲ្យខ្លាចបំផុតគឺបឹងទឹកសាបគេហៅថា Lake Vostok វាគឺជាបឹងដែលធំជាងគេលំដាប់ទី6នៅលើពិភពលោកតែបែរជាលាក់ខ្លួននៅក្រោមទឹកកក4គីឡូម៉ែត្របឹងនេះត្រូវបានគេផ្ដាច់ចេញពីពិភពលោក
ខាងក្រៅអស់រយៈពេល15លានឆ្នាំមកហើយនៅពេលដែលអ្នកវិទ្យាសាស្ត្ររុស្ស៊ីគេបានខួងទៅដល់ទីនោះគេក៏បានរកឃើញនៅបាក់តេរីដែលមិនមាននៅក្នុងប្រវត្តិសាស្ត្រផែនដីហើយមានទ្រឹស្ដីមួយទៀតដែលត្រូវបានគាំទ្រដោយទិន្នន័យរណបគឺនៅតំបន់ Vigeland ដែលមានរណ្ដៅអាចផ្កាយយក្សទំហំ480គីឡូម៉ែត្រដែលវាធំជាងអាចផ្កាយដែលបានសម្លាប់ dinosaur ទៅរហូតដល់3ដងឯណោះហើយអ្នកវិទ្យាសាស្ត្រជឿថាអាចផ្កាយនេះហើយដែលជាដើមហេតុនៃមហន្តរាយដែលបានសម្លាប់ជីវិតសត្វលោករហូតដល់ 90% កាលពីរាប់រយលានឆ្នាំមុនហើយវាប្រៀបដូចជាមុខរបួសដ៏ធំធេងដែលផែនដីបានលាក់ទុកនៅក្រោមស្រទាប់ទឹកកកដ៏ស្រស់ស្អាតមួយនេះយ៉ាងអញ្ចឹងហេតុអ្វីបានជាមហាអំណាចដូចជារុស្ស៊ីអាមេរិកអង់គ្លេសគេចាប់អារម្មណ៍ទ្វីបអង់តាร์កតិកខ្លាំងម្ល៉េះដែលនៅខែឧសភាឆ្នាំ2024នេះមានព័ត៌មានដ៏រន្ធត់មួយបានលេចឡើងកប៉ាល់ស្រាវជ្រាវរុស្ស៊ីគេបានរកឃើញអាងប្រេងដ៏ធំសម្បើមបំផុតមួយនៅក្នុងសមុទ្រ Weddell វាត្រូវគេប៉ាន់ស្មានថាមានប្រេងរហូតដល់511 ប៊ីលានបារ៉ែលឯណោះតែចំនួននេះវាច្រើនប៉ុណ្ណាវាច្រើនជាងប្រេងរបស់អារ៉ាប៊ីសាអូឌីត2ដងបើគិតជាលុយគឺប្រហែលជា44 trillion ដុល្លារវាច្រើនជាង GDP របស់អាមេរិក2ដងទៅទៀតនេះគឺជាមាសខ្មៅដែលគ្រប់គ្នាចង់បានប៉ុន្តែបច្ចុប្បន្នគេមានសន្ធិសញ្ញាអង់តាร์កតិកដែលហាមឃាត់ការបូមប្រេងក៏ប៉ុន្តែសន្ធិសញ្ញានេះនឹងត្រូវពិនិត្យវិញនៅក្នុងឆ្នាំ2048ដល់ថ្នាក់ដើម្បីត្រៀមខ្លួនដណ្ដើមយកធនធានទាំងនេះមានប្រទេសដូចជាអាសង់ទីននិងឈីលីគេបានធ្វើរឿងដែលពិភពលោកនឹកស្មានមិនដល់គឺពួកគេបានបញ្ជូនស្ត្រីដែលមានផ្ទៃពោះឲ្យទៅសម្រាលកូននៅអង់តាร์កតិកបាទកុមារដំបូងដែលបានកើតនៅទ្វីបអង់តាร์កតិកគឺ Emilio Macopama ដែលបានកើតនៅឆ្នាំ1978ហើយហេតុអ្វីបានជាពួកគេធ្វើបែបនេះគឺដើម្បីទាមទារថាយើងមានពលរដ្ឋដែលកើតនៅទីនេះដូច្នេះទីនេះគឺជារបស់យើងពួកគេថែមទាំងបានសាងសង់សាលារៀននិងភូមិស៊ីវិលនៅទីនោះទៀតផងបើសិនជាបងប្អូនដឹងអ្វីបន្ថែមតាក់ទងទៅនឹងទ្វីបអង់តាร์កតិកសូមជួយ comment ឲ្យគ្នាយើងនៅខាងក្រោមបានដឹងផងអរគុណបងប្អូនទាំងអស់គ្នាមែនទែនដែលបានស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់សង្ឃឹមថាបងប្អូនកុំចិត្តកំណាញ់អីមេត្តាជួយចុច subscribe channel ថ្មីរបស់ខ្ញុំម្នាក់មួយផងហើយកុំភ្លេច share វីដេអូនេះទៅកាន់នរណាដែលចូលចិត្តរឿងរ៉ាវប្លែកៗជាងវិញពិភពលោកអរគុណច្រើនជួបគ្នានៅវីដេអូក្រោយជូនពរបងប្អូនទាំងអស់គ្នារកទទួលទានមានបានធ្វើដំណើរទៅទីជិតទីឆ្ងាយប្រកបទៅដោយសុខសុវត្ថិភាពទាំងអស់គ្នា